สุดท้ายในดอกขณีแต่มาเมื่อสกัมเพลริสัทខ្មែរធ្វើដំណើរទៅសិក្សានៅប្រទេសចិនខ្ញុំបានមកដល់ពលាននៅម៉ោង 11 ជាងហើយខ្ញុំពិតជាសំណាងខ្លាំងមែនទែនអ្នកនរគ្នាដែលខ្ញុំបានមកពលានថ្មីយើងនឹងដែលចំថ្ងៃសម្ពោធហ្មងបន្ទាប់ពីបានលាប៉ាម៉ាក់ហើយខ្ញុំក៏បានមកកន្លែង check in ហើយក៏បានដកតាក់ចំនួន$1000ដែរបន្ទាប់មកខ្ញុំបានទៅដើរទៅកន្លែង gate ហើយថ្ងៃនោះ flight របស់ខ្ញុំនោះគឺត្រូវបាន delay 1ម៉ោងទៀតហើយខ្ញុំក៏បានឡើងមកដល់លើយន្តហោះដែរអ្នកទាំងអស់គ្នាហើយខ្ញុំ fly ពីភ្នំពេញទៅកាន់ទីក្រុងឆុងឈិងyes អ្នកទាំងអស់គ្នា finally ខ្ញុំបានមកដល់ទីក្រុងឆុងឈិងហើយបន្ទាប់ពីបានបំពេញ information ផ្សេងៗហើយខ្ញុំក៏បានដើរមកយកវ៉ាលីដែរហើយពួកយើងក៏បានធ្វើដំណើរចេញពីពលានទៅកាន់អូតែលដែរបន្ទាប់ពីបាន check in អូតែលហើយខ្ញុំក៏បានដើរទៅរកអីញ៉ាំនៅជិតៗហ្នឹងនៅតាមផ្លូវហ្នឹងគឺអត់សូវមានតូបច្រើនទេអ្នកទាំងអស់គ្នាគឺគេបិទអស់ហើយដោយសារតែពេលខ្ញុំទៅហ្នឹងគឺខ្ញុំទៅម៉ោង 10 យប់ជាងហើយអញ្ចឹងតូបខ្លះគេបើកហើយតូបខ្លះគេបិទហើយដែលប្រហែលជាមិនតិចយើងក៏បានមកកន្លែងបាយឆានេះហើយកន្លែងហ្នឹងអ្នកលក់គាត់រស់រាយហ្មងហើយនេះគឺជាថ្ងៃទី 2 ដែលខ្ញុំនៅក្នុងប្រទេសចិនពេលព្រឹកយើងបានញ៉ាំនំប៉័ងហើយយើងធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើងនៅក្នុងទីក្រុងឆុងឈិងយើងជិះពីក្នុងទីក្រុងហ្នឹងទៅស្ថានីយ៍រថភ្លើងហ្នឹងប្រហែលរយៈពេល1ម៉ោងជាងដែរអ្នកទាំងអស់គ្នាហើយនេះគឺជា first time របស់ខ្ញុំអ្នកទាំងអស់គ្នាដែលខ្ញុំជិះរថភ្លើងលបឿនលឿនហើយខ្ញុំជិះហ្នឹងពីទីក្រុងឆុងឈិងទៅកាន់ខេត្តគូជើដែលជាសាលារបស់ខ្ញុំហ្នឹង1ម៉ោងហ្នឹងគឺលឿនខ្លាំងមែនតើអត់យូរទេបន្ទាប់មកយើងបានមកដល់ស្ថានីយ៍រថភ្លើងហើយអ្នកទាំងអស់គ្នាហើយមានខាងសាលាគាត់មកយកពួកយើងហើយនាំពួកយើងហ្នឹង register ឈ្មោះចូលដមដែរបន្ទាប់ពី register ឈ្មោះចូលដមអីហើយយើងក៏បានទុកអីវ៉ាន់ហើយក៏ដើរមករកអីញ៉ាំនៅក្នុងកង់ទីនហើយពួកយើងក៏បានមកញ៉ាំម៉ាឡាតាំងនៅក្នុងកង់ទីនហើយម៉ាឡាតាំងហ្នឹងគឺយើងចាប់ខ្លួនឯងចំពោះរសជាតិវិញគឺខ្ញុំទទួលយកបានវាអត់សូវឆ្ងាញ់ខ្លាំងមែនទេពេលចេញពីកង់ទីនហើយក៏បានដើរកាត់ហាងមិចសៀននេះក៏ចូល order ត្រេងសាកហ្មងទៅហើយពេលល្ងាចខ្ញុំក៏បានជិះតាក់ស៊ីពីសាលារបស់ខ្ញុំទៅ mall មួយហ្នឹងគឺយើងជិះតែ2គីឡូអ្នកទាំងអស់គ្នាហើយ mall ហ្នឹងគេមានលក់អីវ៉ាន់ច្រើនអ្នកទាំងអស់គ្នារបៀបដូច walk street យើងនៅខ្មែរអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយនៅ mall ហ្នឹងគឺខ្ញុំបានមកសាលាវិញហើយដើរធួសាលាដែរថានៅក្នុងហ្នឹងមានអីគេខ្លះហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាហើយចាំជួបគ្នានៅវីដេអូក្រោយ